ជឿជាក់តែ 50% ប៉ុន្តែបើការប្រឹងប្រែងធ្វើគឺ 100% ដែលប្រឹងធ្វើវាឲ្យបានហើយនឹងសង្ឃឹមថានឹងយកជោគជ័យលីភី 25,000 ត្រឡប់ទៅវិញខ្ញុំបាទពុទ្ធវាសនាហៅរដ្ឋាភិបាលសាសប្ងៃមុខរបរគឺជាជាងកាត់សក់និងជាងសាក់ខ្ញុំនៅទូបរោនេះខ្ញុំគិតថាកម្មវិធីកម្លាំងគូជុលល្អមែនទែនព្រោះអីកម្រមាននឹងកម្មវិធីបែបកីឡាក៏ដូចជាជំរុញឲ្យបងប្អូនទាំងអស់គ្នាដែលគាត់ស្រឡាញ់ខាងកីឡាគាត់ងាកមកលេងហ្គេមនេះទៅគាត់រឹតតែធ្វើឲ្យបងប្អូនដែលជំនាន់ក្រោយហ្នឹងគាត់យល់ដឹងពីកីឡាកាន់តែច្បាស់គាត់មានចិត្តស្រឡាញ់ទៅលើកីឡាហើយប្លែកជាលើកទី1ហើយអាចចូលរួមលេងហ្គេមអញ្ចឹងទេហើយមើលថាការរៀបចំយើងប្រខាត់ពេលនេះគឺគិតថាអស្ចារ្យមែនទែនបើសិនជាលេងឈ្នះយកលុយទៅបរិបទរបស់ផ្សេងទៀតបើសង្ឃឹម 100% យកឈ្នះឲ្យបានណាលើខ្លាចជាម្ចាស់ជើងឯកកម្លាំងគោជុល Red Bull Power ជាមួយនឹងទឹកប្រាក់100 លានរៀលកម្លាំងគោជុល Red Bull Power មានតែមួយគត់នៅ CTN បើក្លៀមស្ញាប់លៀមប្រធានបទពិសោធន៍វត្តប្រា2025បន្តពីច្រើនរង្វាន់ពីក្រវល់កំពង់គួជុល